liệtនៅក្នុងឱកាសពេលនេះខ្ញុំកណាក៏សូមអនុញ្ញាតពីសម្ដេចដើម្បីបានធ្វើបទបង្ហាញតាក់ទងទៅនឹងព្រះពុទ្ធសាសនានិងសិល្បៈខ្មែរដើម្បីឲ្យស្របទៅនឹងដំណើរទស្សនកិច្ចសិក្សានៅតំបន់អង្គរខេត្តសៀមរាបនេះខ្ញុំកណាក៏សូមបង្ហាញខ្លះអំពីសិល្បៈខ្មែរតែមុននឹងឈានចូលដល់សិល្បៈខ្ញុំកណាសូមបង្ហាញអំពីប្រវត្តិរឿងរ៉ាវទាក់ទងទៅនឹងការផ្សាយនៅព្រះពុទ្ធសាសនាចូលមកក្នុងដែនដីកម្ពុជាយើងតែងតែមានចម្ងល់ថាតើពុទ្ធសាសនាបានផ្សាយចូលមកកាន់ដែនដីខ្មែរតាំងពីពេលណាហើយមួយទៀតនោះតើពុទ្ធសាសនានឹងមានឥទ្ធិពលយ៉ាងណាទៅលើសិល្បៈខ្មែរនេះជាសំណួរគោលនៅក្នុងបទបង្ហាញនេះហើយខ្ញុំកណានឹងព្យាយាមបង្ហាញដោយសង្ខេបដោយសារតែពេលវេលាយើងខ្លីផងអញ្ចឹងណាជាការប៉ុណ្ណាគឺពុទ្ធសាសនាបានចូលមកដល់កម្ពុជាយើងតាំងតែពីយូរលង់ណាស់មកហើយតាមឯកសារប្រវត្តិមួយចំនួនក៏បានបញ្ជាក់ថាពុទ្ធសាសនានឹងបានចូលមកកាន់ទឹកដីយើងតាំងតែពីពុទ្ធសតវត្សទី3ណាពុទ្ធសតវត្សទី3ណាមុនគ្រិស្តសករាជគឺសតវត្សទី3ណាមុនគ្រិស្តសករាជណានឹងបើយោងតាមគម្ពីរហើយតាមឯកសារខ្លះណាពាក់ព័ន្ធជាមួយនឹងការផ្សាយចូលមកនៅពុទ្ធសាសនាចូលមកកាន់ដែនដីខ្មែរយើងនោះប្រទេសខ្មែរយើងបានទទួលឥទ្ធិពលណាពីធំដោយសារតែយើងស្ថិតនៅក្នុងដែនដីនៅចន្លោះកណ្ដាលរវាងឥណ្ឌាហើយនិងចិនអញ្ចឹងឥទ្ធិពលនៃជាតិទាំងពីរនេះគឺបានផ្សាយចូលមកកាន់ដែនដីខ្មែរយើងណាមានទាំងចិនផងមានទាំងឥណ្ឌាជាពិសេសគឺឥណ្ឌាណាចឹងឥទ្ធិពលឥណ្ឌាហ្នឹងគឺបានផ្សាយនៅវប្បធម៌ចូលមកកាន់ដែនដីខ្មែរយើងណាក្នុងនោះគឺផ្នែកសាសនាណាមានទាំងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាចឹងក្នុងទីនេះខ្ញុំមិនណាគ្រាន់តែចូលរួមដើម្បីវិភាគណារកនៅផុសតាងខ្លះដើម្បីមកបង្ហាញឲ្យច្បាស់តើវាពិតដូចដែលគេថាដែរទេថាពុទ្ធសាសនាចូលមកកាន់ដែនដីខ្មែរយើងតាំងតែពីសតវត្សទី3មុនគ្រិស្តសករាជតើវាពិតដែរឬទេចឹងនេះជាផុសតាងខ្លះដែលខ្ញុំកណាធ្វើការវិភាគសាក់លបងដែលបង្ហាញសម្ដេចឲ្យបង្ហាញកណ្ណាម្ចាស់ហើយនឹងញាតិញោមទាំងអស់ឲ្យបានលោកគ្រូអ្នកគ្រូឲ្យបានយល់កាន់តែច្បាស់អំពីស្ថានភាពនៃទឹកដីដ៏អស្ចារ្យរបស់ខ្មែរយើងនេះថាតើបុព្វបុរសខ្មែរយើងតាំងតែពីអតីតកាលមកហេតុអីបានលោកសម្រេចចិត្តយកនៅឥទ្ធិពលពុទ្ធសាសនាមកប្រតិបត្តិនៅក្នុងប្រទេសរបស់ខ្លួននោះតើសាសនានោះមានអត្ថន័យខ្លឹមសារតម្លៃអប់រំយ៉ាងណាហើយផ្សាយចូលមកតាមរយៈណាជាការប៉ុណ្ណាគឺតាក់ទងទៅនឹងទីតាំងភូមិសាស្ត្រដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងកាលពីសម័យអតីតកាលគឺនៅក្នុងដែនដីសុវណ្ណភូមិឬអាស៊ីអាគ្នេយ៍នេះគឺមានតែជនជាតិប្រមាណទេទីមួយគឺមានជនជាតិខ្មែរចាមមនម៉ាឡេហើយនិងជ្វាជនជាតិប្រមាណនេះគឺស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីសម័យបុរាណពេលនោះគឺមិនទាន់មានភូមាអត់ទាន់មានថៃអត់ទាន់មានវៀតណាមទេហ្នឹងនិយាយតាមប្រវត្តិសាស្ត្រណាគឺមានតែចាមចាមគឺចម្ប៉ាណាចាមនោះគឺស្រុកថ្ងៃនៅភាគកណ្ដាលនៃប្រទេសវៀតណាមគឺវៀតណាមបានវាយកនៅក្នុងអំឡុងសតវត្សទី12ហើយខ្មែរហើយនឹងមនហើយម៉ាឡេគឺម៉ាឡេស៊ីបច្ចុប្បន្ននេះហើយនឹងជ្វាគឺឥណ្ឌូនេស៊ីបច្ចុប្បន្នដែលក្រៅផ្ដាប់ដីប្រជុំកោះដោយឡែកគឺមានតែខ្មែរហើយនឹងមនទេដែលក្រៅផ្ដាប់ដីធំដីធំណាដីធំជាងគេគឺមានខ្មែរយើងហើយនឹងមនហ្នឹងឯងដែលគ្រប់គ្រងដីផែនដីណាចោលពីហ្នឹងគឺចាមក៏ទៅដែរហើយម៉ាឡេហើយនឹងឥណ្ឌូនេស៊ីគឺប្រជុំកោះទេណាហើយទាក់ទងទៅនឹងការផ្សព្វផ្សាយពុទ្ធសាសនានេះដែរខ្ញុំចង់លើកមកបញ្ជាក់ពីទីតាំងភូមិសាស្ត្រពីព្រោះការផ្សាយពុទ្ធសាសនាធម្មតាប្រធេរៈអ្នកផ្សាយប្រធេរៈដែលជាសាមណទូតអ្នកផ្សាយពុទ្ធសាសនាគឺគេតែងទៅរកដែនដីធំ
rồi có anh ai chặt thùng cái mình từ rồi anh ai chặt từ thế cái từ rồi anh ai chặt đại thùng đại đây nó đại thùng đại miền ở bề chia cục rồng tầm từ cho bà lọt chẳng ở thầy đã đại chia sắm là tốt năng chụp bút tập can tino chắc đấy đôi chia làm hơn tật thái nó về đại lục sập sai của Sna tập can đại đại có lăng ca nó có lúc rồng phân đại vì nó cứ sớm đại lục từ sập sai nó đại sa tại bát một đại xây các công công tại biệt chẳng lục ở toàn từ để lục là bình diệp về mùi chân nằm chẳng rồi sờ vào phum dừa trong đó nó spy slide thằng mục chẳng lục thời picha hãy lục bây giờ sân đâm bay ở bề kia rồi làng sợi đi bàn bồ hỏi miền Nam Nai không có hoa cô còn hết bàn lục tục sắp sai sasna nó cứ chia vị trí có chỉ cho là nam muối để gặp sắp sai sasna chẳng cứ đại tế để sắp sai sasna hãy chạy đấy đâm bay bình chẹt ông pi tha là ná chỉ mình chắc này sờ vào phum ná chỉ mình chắc này sờ vào phum mới bật cọt đó đào pi sờ mày ở đây cả nóปัจจุบันนี้ประเทศเซแต่อ้างเรียงคล้วนภูมิเกธาเกจิสวรรณภูมิให้สมัยแต่ไทยเติบโตก่อเกิดนักประกาศธาจิสวรรณภูมิให้เวียดนามทางในอาเซียนนี้คือประกาศคล้วนไอเรียงคล้วนธาจิสวรรณภูมิธาจิสวรรณภูมินะธาจิสวรรณภูมิปัจจุบันต่างๆนู้มันตอนเมียนพอต่างเจาะเละนามมวยมาเป็นเจาะถักทุนไอเจสวรรณภูมิประกอบเลยอัดเมียนเลยขมิ้นเสลายจะรักนามมวยเป็นเจาะถักทุนไอเจไม่จักในสวรรณภูมิประกอบเลยเมียนแต่ขมายจะชมนาประหารอย่างปีเสลายจะรักมวยแต่เกเราเคยในวัดกฤษได้ตุงในขนมวัดบังคมบ่อทรายสระบ่อทรายไทยกำปงสปื้อกาปีไงตีมาเพย์ปีไทยทั้งชนะปีปอนดับปีกันลองตัวนี้คือชมนาสมดอแต่มุสลาวนี่คือสลาวตีบุญบ้านเป็นเจ้าทำให้ทาสมุทรปริยันตสวรรณภูมิปริสไทยกราเจนตระปรมาสิสมัสตสัมมันตสิโรตริตาสญสิสานวรมาจยติสติสะขนมนั้นเราเป็นเจ้าทาปริเจียสรีสานสรีอิสานวรมันคือพระบาทอิสานวรมันตีมุยในโลกสอยรีในนกอิสานปุระคือในสมบูรณ์ไปกุกตรงใต้แต่ชเนี่ยเจสโดยตำบองเลือแผ่นดีเปรียมนายจะบอกตรงระบานลึกตู้เลือเสรสาโดยได้สมณรต่างหลายตรงเบียนวีรพิบคลางคลาไกลเลยเจียมจักแต่มวยประองกุดในเลือแดนใดสวรรณภูมิได้เลี้ยสันทึกดอลต่อยได้สมุดปริยันต์จังคือเลี้ยสันทึกดอลสมุดจังในขนมเสลาจากนี้คือจานในขนมสัตวตีปมวยในขนมรีในปบัตสรีสานวรมันคือลูกที่มาจักในสวรรณภูมิลูกอ้างในขนมเสลาจากบอลลูกถ้าลูกที่มาจักในสวรรณภูมินี่คือจีบพอตางดอกชบ้ามวยเป็นเจ้าถักขมายเยอะคือจีบมาจักในสวรรณภูมิคือจีเนี่ยกระดับได้ถมให้ในขนมประวัติศาสตร์คือปริจีองนั้นคือจิตสลายสักได้ประกายทัวสักสังเกตให้ประกายของการปกครองตักได้มริตักได้ในขนมประวัติศาสตร์บางประจำปีในวีรพีประบอบองคือทัจิตสลายองอาคลาหานอาจารย์คือประองสารีในขนมจลอชนำประมือดอกดอลประมือ30 มวยที่คือชมนาบางห้าอย่างปีประกอบจับมันเดียกุ่มสมได้การนำจับกระป๋องเป็นมือตัวเลือกแผ่นตีแผ่นตีนี่คือตองสัญญากายมวยนู้นไปในขนมได้จำนวนท่าองโปเอ็มพายอาณาจักรขมายให้เงียบตัวทางช่วยคะแนนมือทางช่วยได้คืออันดีให้เงียบมาทางสลับได้นู้นคือในจันหลอนคือไทยด่ามีในทางขมายเอ็มพายอาณาจักรขมายคือท่านในจันหลอระเวียงอันดีหอยนังจันจังบาประชันบาประสาวนาไทยอุตรไทยสามนัดตู้ได้สับสายพุทธศาสนาลูกผู้ดำนาตามเพลิงนิเวศจ่อประกอบคือโลกนังมาดอกกำปงพายมวยให้กำปงพายโอกาวได้ทันในการวิจัยกรองปัจจุบันนี้คือจีกำปงพายโบราณมวยจากจึงเกในขนมดำบอลอาเซียนนี่คือมีแต่กำปงพายดังตีโ
ដែលមានការតំណាក់តំណងផ្នែកពាណិជ្ជកម្មរវាងឥណ្ឌាហើយនឹងចិនរហូតដល់ទៅសមុទ្រមេឌីទែរ៉ាណេប៉ែកអឺរ៉ុបណាគឺមានកំពង់ផែអូកែវនេះណាអញ្ចឹងទាំងចិនក៏ដោយទាំងឥណ្ឌាក៏ដោយគឺតែងតែធ្វើនិវាចរមកសម្ចតនៅកំពង់ផែណាកំពង់ផែនេះណាអញ្ចឹងកំពង់ផែនេះគឺមានប្រវត្តិរឿងរ៉ាវតាំងតែពីមុនគ្រិស្តសករាជមកនោះមានតំណែងផ្នែកពាណិជ្ជកម្មណាហើយទៅតែមកបិទណានៅសម័យចេនឡាទេដោយសារតែអសន្តិសុខចម្បាំងទៅក៏មានការចម្បាំងរាំងចូលមកក៏មានបង្កអសន្តិសុខទៅក៏ផ្អាកនៅការធ្វើពាណិជ្ជកម្មនៅកំពង់ផែហ្នឹងហើយគេទៅបង្កើតកំពង់ផែមួយទៀតនោះនៅចៅវ៉ានោះគឺនៅជ្វាណានៅសីវិជ័យនៅជ្វានោះនៅបង្កើតក្រោយទេណាបង្កើតក្រោយមកទៀតណាហ្នឹងបន្ទាប់កំពង់ផែបន្ទាប់មកទៀតអញ្ចឹងកំពង់ផែដំបូងឡើយគឺមានតែខ្មែរទេមានតែអាណាចក្រខ្មែរយើងទេដែលមានកំពង់ផែតំណាក់តំណងរវាងចិនហើយនិងឥណ្ឌាអញ្ចឹងប្រសិនបើប្រធេរៈលោកធ្វើដំណើរតាមផ្លូវនិវាចរលោកប្រកាសពីមកដល់ដែនដីខ្មែរយើងនេះជាផុសតាំងដែលបញ្ជាក់អំពីថាពុទ្ធសាសនាផ្សាយចូលមកកាន់ដែនដីខ្មែរយើងណាផុសតាំងទី2ណាមួយទៀតគឺផុសតាំងមួយទៀតគឺតាមរយៈផ្នែកគម្ពីរពុទ្ធសាសនានិងពងសាវតាគឺខ្ញុំណាបដោតទៅតាមគម្ពីរដែលមានរៀបរាប់នៅក្នុងគម្ពីរសមន្តបាសាតិកាណាអត្តកថាព្រះវិន័យណាគឺបឋមសមន្តបាសាតិកាហើយនឹងគម្ពីរមហាវង្សហើយនឹងគម្ពីរមួយទៀតដែលតែងនៅក្រោយទេតែងនៅសតវត្សទី17ទេគឺគម្ពីរសាសនវង្សបតិពិកាណាក៏មានការរៀបរាប់អំពីការផ្សព្វផ្សាយពុទ្ធសាសនាបញ្ជូនសាមណទូតមកកាន់ដែនដីសវណ្ណភូមិយោងតាមគម្ពីរសមន្តបាសាតិកាហើយនឹងគម្ពីរមហាវង្សគឺបានសរសេរណារៀបរាប់បន្ទាប់ពីការធ្វើតតិយសង្គាយនាណាដែលមានការដឹកនាំដោយព្រះមោគលីពតតេសធេហើយមានការឧបត្ថម្ភអំពីបរិជាប្របាទធម្មសោកមហារាជគឺពេលដែលលោកណាធ្វើតតិយសង្គាយនាហើយណាលោកសម្ដេចព្រះនាមចាស់គ្រប់ព្រះអង្គការផ្សព្វផ្សាយពុទ្ធសាសនាគឺបឋមសង្គាយនាក្តីទុតិយសង្គាយនាក្តីមិនទាន់ផ្សព្វផ្សាយពុទ្ធសាសនាទៅកាន់បច្ចន្តប្រទេសទេអញ្ចឹងបន្ទាប់ពីធ្វើតតិយសង្គាយនាហើយព្រះអរហន្តមោគលីពតតេសធេបានពិចារណាថាតើពុទ្ធសាសនានឹងតាំងនៅក្នុងទីណាលោកបានបញ្ជាក់នៅក្នុងគម្ពីរថាកថានុខោអនាគតេសាសនੰសុបតិភិតੰណាភវយេតេអដ្ឋស្សណាឧបរកណាឧបរកតោអេតតហោសេបច្ចន្តិមេសុខោចនបតេសុសុបតិភិតੰភវិសតិទេណាចឹងក្នុងអនាគតនឹងតើពុទ្ធសាសនានឹងតាំងនៅក៏បីតាំងនៅក្នុងទីណាណោចឹងលោកពិចារណាគឺពុទ្ធសាសនានឹងតាំងនៅក្នុងដែនដីឥណ្ឌាក្នុងដែនដីបច្ចន្តប្រទេសមិនតាំងនៅក្នុងដែនដីឥណ្ឌាទេណាអញ្ចឹងជាក់ស្ដែងណាដោយដែលព្រះមោគលីពតតេសធេលោករំពឹងពិចារណាមែនណាពុទ្ធសាសនាគឺក្រោយមកគឺត្រូវបានវិនិច្ឆ័យសាបសូន្យណាចេញពីដែនដីឥណ្ឌាណាហើយបានផ្សព្វផ្សាយពុទ្ធសាសនាចូលមកកាន់ដែនដីសវណ្ណភូមិនៅក្នុងគម្ពីរនេះគឺបានរៀបរាប់បញ្ជាក់ណាអំពីការបញ្ជូននៅសាមណទូតបន្ទាប់ពីការធ្វើតតិយសង្គាយនាហើយគឺបញ្ជូន5ខ្សែក្នុងនោះមានសវណ្ណភូមិយើង1ខ្សែដែរណាអញ្ចឹងដឹកនាំណាសាមណទូតដែលផ្សព្វផ្សាយពុទ្ធសាសនាមកកាន់ដែនដីសវណ្ណភូមិយើងគឺដោយព្រះសោណថៃនិងព្រះឧត្តរថៃជាព្រះបឋមប្រធានណាមួយលើដោយប្រធេរៈផ្សេងទៀតណាមកកាន់ដែនដីសវណ្ណភូមិហើយដែនដីសវណ្ណភូមិដោយសម្ដេចព្រះនាមម្ចាស់ញាតិញោមលោកគ្រូអ្នកគ្រូបានជ្រាបខាងដើមហើយថាខ្មែរគឺជាម្ចាស់នៃសវណ្ណភូមិណាគឺជាម្ចាស់នៃសវណ្ណភូមិជាអ្នកគ្រប់គ្រងដែនដីធំអញ្ចឹងបើព្រះសោណថៃឧត្តរថៃលោកមកកាន់ដែនដីសវណ្ណភូមិប្រកបណាស់គឺលោកមករអាណាចក្រធំហើយមួយទៀតប្រសិនបើលោកមកតាមផ្លូវនិវាចរប្រកបណាស់លោកនឹងមកដល់កំពង់ផែខ្មែរយើងគឺកំពង់ផែអូកែវតែសប្ងៃស្ថិតនៅក្នុងកម្ពុជាក្រោមណានៅដែនដីខ្មែរយើងណាកម្ពុជាក្រោមណាអញ្ចឹងនៅក្នុងពុទ្ធសករាជ235ណាបានបញ្ជូននៅសាមណទូតមកកាន់ដែនដីសវណ្ណភូមិណាហើយទៅកាន់កោះស្រីលង្កាគឺនៅពុទ្ធសករាជណានៅពុទ្ធសករាជ236ណាក្រោយសវណ្ណភូមិយើង1ឆ្នាំណាមួយទៀតគឺខ្ញុំបានសិក្សាទៅតាមរចនាបថគឺតាមណាសិល្បៈផ្នែកពុទ្ធបដិមាណានេះគឺពុទ្ធបដិមាសម័យភ្នំដានគរភ្នំ
ជារចនាបថនៅចន្លោះឆ្នាំសតវត្សទី6ទី7នេះរចនាបថធម្មតាតែជារចនាបថចាស់ជាងគេអញ្ចឹងរចនាបថនេះគឺរចនាបថនគរភ្នំសម័យនគរភ្នំណាមិនសម័យចេនឡាទេនៅសម័យអាណាចក្រភ្នំគឺនៅរចនាបថភ្នំដានេះគឺដែលយើងសង្កេតឃើញយើងមើលពីការផ្សព្វផ្សាយពុទ្ធសាសនាយើងឃើញនៅដែនដីកម្ពុជាក្រោមគឺមានអារាមខ្លះមានអាយុកាលរាប់ច្រើនពាន់ឆ្នាំអាយុកាល1000ឆ្នាំជាងអញ្ចឹងយើងមើលការផ្សាយពុទ្ធសាសនាអាស៊ីសមកខេត្តតាកែវពិសេសនៅតំបន់អង្គរបូរីហើយបានផ្សាយមកខាងកំពង់ស្ពឺនៅខាងទួលប្រធានគឺនៅអង្គរបូរីគឺភាគច្រើនគឺជាទីផ្សព្វផ្សាយពុទ្ធសាសនាផ្នែកថេរវាទនឹងចាស់ជាងគេបើយើងពិនិត្យទៅណាគឺនៅអង្គរបូរីតំបន់អង្គរបូរីហើយរចនាបថពុទ្ធនេះគឺភាគច្រើនគឺគេរកឃើញនៅតំបន់អង្គរបូរីគឺសុទ្ធតែជារចនាបថពុទ្ធបែបថេរវាទទាំងអស់អត់មានមហាយានអត់មានអីទេមានរូបដែរមានបែបរូបមហាយានប៉ុន្តែជាទូទៅឃើញច្រើនគឺសុទ្ធតែជារូបពុទ្ធបដិមាបែបថេរវាទបែបថេរវាទណានេះជារចនាបថពុទ្ធដែលគេរកឃើញនៅតំបន់អង្គរបូរីនេះពុទ្ធទាំងអស់នេះគឺសិតនៅអង្គរបូរីទាំងអស់មានពុទ្ធទ្រង់ឈរពុទ្ធទ្រង់អភ័យពុទ្ធសមាធិហើយនឹងពុទ្ធទ្រង់បរិនិព្វានណាដើមនេះមួយទៀតគឺដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់មួយទៀតគឺតាមរយៈសិលាចារឹកបាលីបាលីគឺជាភាសានៃពុទ្ធវចនៈឬក៏ជាភាសានៃប្រត្រៃបិដកកាលណាបើបាលីមានវត្តមាននៅក្នុងដែនដីណាពុទ្ធពុទ្ធសាសនាថេរវាទប្រកាសជាតាំងនៅក្នុងដែនដីនោះជាក់ស្ដែងសិលាចារឹកអង្គរបូរីទៀតហើយគឺ K1355 ដែលចារលើដីដុតអញ្ចឹងខ្ញុំបានសិក្សាទៅលើសិលាចារឹកដែលមានលក្ខណៈចាស់ជាងគេហើយមានលក្ខណៈត្រឹមត្រូវទៅតាមគម្ពីរបត្រៃបិដកគឺមានតែសិលាចារឹកអង្គរបូរីនឹងទេដែលចារអំពីឧទានគាថា3នៅពេលដែលព្រះអង្គបានត្រាស់ដឹងហើយនឹងចារគាថាមួយទៀតគឺគាថាយេធម្មាគឺចារតកតទៅនឹងអសជីវវត្ថុដែលបានជួបឧបទេសៈព្រះសិរីបុត្រខ្លាយក្រោយមកខ្លាយជាសាវកស្ដាំនោះគឺលោកបានចារនៅគាថាមួយគឺគាថាយេធម្មាហើយគាថានេះគឺត្រឹមទៅតាមបិដកគឺដោយបិដកទាំងស្រុងតែម្ដងអត់មានខុសទេគឺយេធម្មានេះគឺអក្សរបែបបលវៈហៅប្រាមីបលវៈសម័យបលវៈអក្សរនេះគឺអាចនៅចន្លោះពីសតវត្សទី3ដល់សតវត្សទី6តែប្រឹងចន្លោះហ្នឹងអក្សរនេះអក្សរចាស់យេធម្មាហេតុបភវៈទេសង្ហេតុងតថាកតោអហៈទេសញ្ញយោនិរោធោអេវង្វេទីមហាសមណោចឹងគឺជាសិលាចារឹកដែលទៅសេបែបយេធម្មាហើយយេធម្មានេះគឺត្រូវបានអ្នកប្រាជ្ញទាំងអ្នកប្រាជ្ញខាងលោកខាងលិចក្តីអ្នកប្រាជ្ញខាងថេរវាទក្តីគឺបានចាត់ទុកថាគឺជាគាថាគោលនៃព្រះពុទ្ធវចនៈគឺជាគាថាគោលនៃពុទ្ធវចនៈពីព្រោះក្នុងគាថានេះគឺបានចារក្តោបនៅពុទ្ធវចនៈទាំងមូលគឺបានដល់អរិយសច្ចៈទាំង4នៅក្នុងប្រសូតមួយគឺចលហត្ថិបតោបមៈសូតព្រះមហាសិរីបុត្របានឧបមាអំពីស្នាមជើងទាំងឡាយរមែងប្រជុំចុះនៅក្នុងស្នាមជើងនៃសត្វដំរីយ៉ាងណាព្រះពុទ្ធវចនៈទាំងអស់រមែងប្រជុំចុះនៅក្នុងអរិយសច្ចៈទាំង4គឺទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈអញ្ចឹងពុទ្ធវចនៈទាំង 84000 គឺប្រជុំចុះនៅក្នុងអរិយសច្ចៈទាំង4នេះឯងអញ្ចឹងពុទ្ធបរិសខ្មែរយើងលោកចារសិលាចារឹកនេះគឺតំណាងឲ្យការទី1គឺតំណាងឲ្យការផ្សព្វផ្សាយពុទ្ធសាសនាទី2គឺតំណាងឲ្យពុទ្ធវចនៈទាំងមូលតែម្ដងអញ្ចឹងសិលាចារឹកបាលីនេះគឺមានវត្តមាននៅក្នុងស្រុកខ្មែរយើងតាំងតែពីសតវត្សទី6ទី7តាំងតែពីមុនមហានគរមានសិលាចារឹកបាលីអញ្ចឹងពុទ្ធសាសនាបានចាក់ឫសគល់តាំងតែពីយូរណាស់មកហើយរហូតដល់មានអ្នកប្រាជ្ញអ្នកចេះដឹងផ្នែកពុទ្ធសាសនាអាចចារនៅបាលីចារនៅដកហ្វ្រង់យកខ្លឹមសាររួមនៃពុទ្ធវចនៈមកចារនេះមិនធម្មតាទេគឺប្រកបណាស់គឺមានអ្នកប្រាជ្ញមានអ្នកចេះដឹងនៅក្នុងដែនដីយើងតាំងតែពីមុនហើយ
bàn ai vô đăng được bút vài chana đò si chụp cho bà lo dùng mà trà chẳng trà này mình chỉ trà rồi chạy đòn đi trà bảo cọp đôi vì trà ra lại nhiệt bảo cọp để chắc không bị say về chứ ngài nè nằm mà chia diêm ở an oi như thế nè ní chỉ kia tha đáo đại cùng nào bạn độ phóng trên pi nè ASEAN World thổ nè kia tha đáo nè đôi kia đấy cứ từ mùa rồi phía rồi vì này bày đọn á nè lấy vào mùi nữa ai từ mưa bàn tìm tuột chẳng phải tam phò táng nèประมาณ ខាងលើនេះគឺអាចសពបញ្ជាក់ថាពុទ្ធសាសនាពិតជាបានផ្សាយចូលមកកាន់ដែនដីខ្មែរយើងតាំងតែពីសតវត្សទី3គឺនៅឆ្នាំ235ណាគឺស្មើនឹង300ឆ្នាំមុនគ្រិស្តសករាជពិតប្រាកដមែនណាហ្នឹងបើសិក្សាតាមណាតាមផុសតាងប្រមាណដែលខ្ញុំបណ្ណាបានរៀបរាប់ខាងលើនេះណាពុទ្ធណាគឺពុទ្ធសាសនាណាបានចាក់ឫសនៅក្នុងដែនដីខ្មែរយើងតាំងតែពីមុនគ្រិស្តសករាជណារហូតមកដល់បច្ចុប្បន្ននេះណាអញ្ចឹងដើម្បីកុំឲ្យពេលវេលាឆ្ងាយចំណាចូលទៅមួយទៀតគឺឥទ្ធិពលពុទ្ធសាសនាទៅលើសិល្បៈខ្មែរណាអញ្ចឹងអ្វីទៅហៅថាសិល្បៈហើយពុទ្ធសាសនានឹងមានឥទ្ធិពលយ៉ាងណាទៅលើណាសិល្បៈខ្មែរណាទីនេះគឺខ្ញុំណាបានផ្ដល់និយមន័យអំពីសិល្បៈណាក៏ប៉ុន្តែបកណាម្ចាស់ប្រហែលជាអាចយល់ហើយអំពីពាក្យថាសិល្បៈណាបងចំណាលើកមកគាត់បញ្ជាក់បន្ថែមទេណាសិល្បៈមានន័យថាការឆ្លៀសវៃដោយដៃការប៉ិនប្រសពជំនាញដ៏ថ្នឹកហត្ថកម្មដ៏ស្ទាត់ជំនាញសិល្បៈជាឈ្មោះវិជ្ជាបច្ចេកទេសប្រកបដោយហត្ថកម្មចាំដៃឆ្លៀវឆ្លាស់ដោយអំណាចនៃការហាត់រៀនការអប់រំរឿយគឺថាវិជ្ជាកម្មណាដែលគេបានព្យាយាមសិក្សាធ្វើដោយផ្ទាល់ដៃដល់រាបដល់ថ្នឹកចាំស្ទាត់ប្រកបហាក់ដូចជាចម្លាក់ជាប់នៅក្នុងចិត្តឥតភ័ន្តច្រឡំឥតភ្លេចវិជ្ជាកម្មនោះឈ្មោះថាសិល្បៈទាំងអស់ណាពាក្យថាសិល្បៈនេះបើប្រែតាមរូបធាតុប្រែថាវិជ្ជាកម្មដែលគួរសិក្សាដែលគួរខ្សែគប់ដែលគួរចូលចិត្តណាដោយបាលីវិក្រោធថាអត្តណោហេតមីសង្សន្តិហេណាសេវិយតេតិសបាំងណាវិជ្ជាកម្មណាដែលបុគ្គលអ្នកប៉ុនប៉ងនៅប្រយោជន៍ដើម្បីខ្លួនគួរខ្សែគប់វិជ្ជាកម្មនោះហៅថាសបៈណាមួយទៀតសក្កតបន្តិសបាំងណាវិជ្ជាកម្មដែលក៏បីរៀនហៅថាសបៈណាហ្នឹងហៅសបៈណាអញ្ចឹងគ្រប់វិជ្ជាណាដែលយើងគួរសិក្សាហៅថាសបៈណារៀនឲ្យស្ទាត់ជំនាញឲ្យចាំឲ្យចេះណាឲ្យមានភាពកោសលនៅក្នុងខ្លួនយើងនោះហៅថាសបៈទាំងអស់ណាហើយសបៈនេះនៅក្នុងគម្ពីរអត្តកថាគឺបានរៀបរាប់ច្រើនណាមានទាំងសបៈផ្នែកខាងជីសេះខាងបាញ់ធ្នូហើយគុណផ្នែកក្នុងទីខ្ញុំណាមិនរៀបរាប់ទេសបៈទាំងអស់នោះណាវាច្រើនណាស់ណាចឹងខ្ញុំកណារៀបរាប់តែសិប្បៈណាដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះហើយកំពុងតែទទួលឥទ្ធិពលពីពុទ្ធសាសនាក្នុងនោះគឺមានគំនូរចម្លាក់ប្រាសាទស្ទូបចេតិយនិងព្រះវិហារណាដែលចំណាចង់បង្ហាញណាដល់កណ្ដាលម្ចាស់គ្រប់ព្រះអង្គណានេះគំនូរណាស្អីទៅគំនូរណាគំនូរគឺអ្វីដែលគេគូសវាណាតែតាមមនោរដ្ឋដែលគេសម័យគិតហើយគេគូសឲ្យចេញជារូបភាពណាណាអញ្ចឹងគំនូរនេះគឺខ្ញុំណាលើកតែគំនូរណាដែលពាក់ព័ន្ធជាមួយនឹងពុទ្ធសាសនាទេណាអញ្ចឹងដូចសម្ដេចកណ្ដាលម្ចាស់ហើយលោកគ្រូអ្នកគ្រូញាតិញោមទាវបានឃើញនេះគឺគំនូរណានេះគឺតាក់ទងទៅនឹងព្រះអង្គប្រសូតព្រះអង្គត្រាស់ដឹងព្រះអង្គព្រះនិព្វានជាដើមនេះគឺជាឥទ្ធិពលពុទ្ធសាសនាបើគ្មានឥទ្ធិពលពុទ្ធសាសនាចូលមកទេគឺណាអ្នកគំនូរនេះมันអាចរាវរកគូនៅរូបភាពឲ្យចេញបែបនេះបានទេនេះគឺសូមបញ្ជាក់ថាគំនូរនេះពិតជាទទួលឥទ្ធិពលពីពុទ្ធសាសនាពិតប្រាកដមែនណាមួយទៀតគឺចម្លាក់គឺតាក់ទងទៅនឹងការឆ្លាក់នេះមានច្រើនយ៉ាងណាគឺខ្ញុំណាសុំដកតែចម្លាក់បែបពុទ្ធបដិមាទេណាដើម្បីឲ្យកណ្ដាលម្ចាស់ឆាប់ចាប់បានចម្លាក់បែបពុទ្ធបដិមានេះលោកម្ចាស់បានឃើញហើយគឺចម្លាក់នេះគឺប្រពុតនេះគឺណាតាំងតែពីសតវត្សទី6ទី7មកណានេះគឺចម្លាក់នៅទូប្រធានណាដែលមានសិលាចារឹកយេធម្មដែរនៅខាងខ្នងព្រះអង្គហើយប្រពុតបដិមានេះសពថ្ងៃតម្កល់នៅស្រាមទីហ្គីមេប្រទេសបារាំងណាអញ្ចឹងហើយមានសិលាចារឹកនៅចានៅលើខ្នងដែលមានពាក្យថាយេធម្មហេតុប្រភវាណាអត់ចំដោយអង្គបរិយទេគឺលីសង្ក្រិតណាយេធម្មហេតុប្រភវាគឺមានពាក្យសង្ក្រិតមួយម៉ាត់ណាទេសញ្ញយោណា
เพราะเอาไปจักคือตำรวจไปภาษาอังกฤษเรียนคลายไปเลยครับไปเลยคลายติดนะนั่นไงมันโดยองค์กรอะไรเดี๋ยวองค์กรอะไรบานสัตเทเลวิทมาโรยพิโรยเนาะน่ะจำละคือแตงประมาณแบบหมอแบบเชื้อน่ะนี่คือจิตศิลปะแบบทำไมเยอะได้อบแบบบล็อกทำไมเยอะบานแต่ตัวดิปุลปุษณาห้อยน่ะรวมเล็กจริงน่ะจีรูปเพียบตามโดยยะจำละน่ะฉละจังเมียนเจริญนั่นจำละนะน่ะเมียนแตงแบบปุลปฏิมาไอ้จำละในเทียคือในตามภาษานี้น่ะจำละนี่คือจำละบานดอกฟรังเจงปีภาษามุ้ยก็คือแต่ภาษาตะตัวน่ะได้ก็ฟังในกรุงลงศตวรรษที่ดับเบิ้ลที่ดับมุ้ยน่ะได้เมียนจำละนี้ในกรมภาษาปิตูนะคือฉลาดอัมพีพุทธประวัติต่อน่ะในกรมภาษานี่น่ะไอ้ในกรมประดายภาษาพิเศษคือเมียนจำละอัมพีน่ะประวัติน่ะประองเจงบัวน่ะตรัสดังปรินเปียนคือในตามภาษาน่ะโดยการนำจากสอบtừศาสนาขอบเคยนะน่ะเคยมีรูปประองน่ะจุดก้าประองตุ้มนี่นะในตามประดายภาษาน่ะสมัยโบราณนี่คือธรรมโกลน่ะก็ปกติบริขมายเยอะบานฉลาดในประพุทธน่ะคือธรรมโกนี่มีบุญจรุงน่ะให้มีประพุทธนั้นเราเติมมวยปอนประใบประพุทธน่ะรูปสำนักนะน่ะคือจิตธรรมโกน่ะนั่นก็จะตั้งปีสมัยมหานครได้นะสำนักนี่น่ะจังพุทธศาสนาคือบานจักหรือคนละของประเทศขมายเยอะน่ะอย่างม่อมน่ะนี่คือพายสำนักภาษาน่ะนี่สำนักภาษานี่คือภาษาใบย้อนน่ะคือเจียภาษาใบพุทธศาสนาน่ะอุติจพุทธศาสนาน่ะคือภาษาตะปรุมน่ะภาษาตะปรุมน่ะก็เจียจะนับวัดใบพุทธศาสนาได้น่ะจำหลักใบพุทธศาสนาน่ะให้ประพุทธรูปนู้นคือรูปประพุทธน่ะได้กี่น่ะกัดประเกะบักใบอ๋อได้น่ะนี่คือประเภทสโดบนี้ก็เจียลักษณะใบพุทธศาสนายังได้น่ะสโดบนะตามอย่างที่พุทธศาสนาหอยลักษณะสโดบนี้คือในขนมประสาทในขนมตัวกันดาวในประสาทประคันยังเคยสโดบโบราณมวยสโดบนั้นคือเหมือนเมนก่อสร้างในขนมรีประบาดเจมันตีเปิลเต้ประหายจีในสมัยประจันทร์ริเจียแต่ลูกเจ้าทาพุทธศาสนาลูกตะเทือสโดบในกันดาวประสาทประคัน